សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានបំបីត្រីក្រឹមពូជ Nemo Galaxy របស់ខ្ញុំចំនួន2សម្បុកបំបីយកតែឈ្មោលដែលមាន form រាងស្អាតហើយនឹងមានមាឌរាងធំៗទាំងដើម្បីឲ្យវាភ្លេចសម្បុកលឿនដើម្បីវាធំធាត់បាញ់លឿនហើយនឹងមួយទៀតគឺលះបានចាប់លក់បាទដោយក្នុងវីដេអូនេះចឹងបងប្អូនឃើញថា form វាចាប់តាមឡើង color ឡើងអីហើយពូជ Nemo Galaxy នេះគឺអាយុវាគឺ3ខែកន្លះមើលរយៈនេះគឺឃើញថាស្លឹកឆាត់វាអត់ស្ងួតសបងប្អូនដូច្នេះខ្ញុំបានបដូរមកជាស្លឹកចេកវិញហើយស្លឹកចេកខ្ញុំបេះវាជាទម្រង់បែបនេះយកស្លឹកណាដែលងាប់ហើយវាមានជាតិជ័រក្នុងហ្នឹងបងប្អូនបាទហើយបន្តមកទៀតខ្ញុំធ្វើការរៀបចំទឹកដែលនៅក្នុងទឹកហ្នឹងយើងបន្ថែមជាតិថ្នាំបាទបងប្អូនអត់ដឹងថាថ្នាំអីគេទេខ្ញុំប្រាប់ឲ្យទៅគឺថ្នាំសម្រាប់បាក់តេរីក្នុងទឹកដែលវាធ្វើឲ្យត្រីយើងនឹងមានសុខភាពល្អនិងអត់មានកើតជំងឺផ្សិតហើយនឹងបាក់តេរីផ្សេងៗបាទគឺថ្នាំពណ៌ខៀវហ្នឹងបងប្អូនអាចរកទិញពីកន្លែងលក់ថ្នាំត្រីក្រឹមបាទហើយមួយចំណុចទៀតបងប្អូនកុំភ្លេចចោលសោះគឺអំបិលបាទអំបិលរសជាតិប្រៃយើងហ្នឹងបងប្អូនបាទយើងដាក់មកគ្រាប់ពីរគ្រាប់ទៅក្នុងទឹកកដុង1លីត្រកន្លះរបស់យើងហើយនេះស្លឹកចេកយើងកាត់ជាបន្ទះជ្រុងបែបនេះដើម្បីឲ្យយើងដាក់ទៅក្នុងកដុងយើងកុំឲ្យវាញ៉ៃបងប្អូនបាទឲ្យមានសោភ័ណភាពបាទបន្ទាប់ពីនោះមកខ្ញុំធ្វើការចាប់ផ្ដើមសិលិចហើយបាទគឺសិលិចមកពូជណាដែលស្អាតដែលធុងដែលខ្ញុំចាប់យកមកក្របនេះគឺមាន2ធុងបាទគឺមានអាយុ4ខែមួយធុងហើយនឹង3ខែកន្លះមួយធុងដោយសារតែយើងវាមិនសូវមានត្រីក្រឹមបងប្អូនបាទខ្ញុំសិលិចមើលអាណារៀងមាន form រៀងស្អាតរៀងដិតហើយគឺជាឈ្មោលបាទខ្ញុំសិលិចមកបើថាមេទេខ្ញុំដាក់នៅក្នុងសំបុកហ្នឹងឲ្យវានៅជាមួយគ្នាបានបន្ទាប់ពីធ្វើការជ្រើសរើសហើយបងប្អូនបាទគឺយើងយកត្រីទាំងអស់ហ្នឹងយកទៅចាក់ដាក់ក្នុងស្រះក៏បាននិយាយលេងបងប្អូនបាទគឺចាប់ដាក់ក្នុងកំប៉ុងបាទគឺក្នុងកំប៉ុងបែបនេះសម្រាប់យើងយកទៅក្រោមនៅក្នុង10 លីត្រកន្លះរបស់យើងបាទហើយបងប្អូនធ្វើតាមវិធីសាស្ត្រខ្ញុំទៅធានាថាបានផល100%បាទគឺបានផលឆាប់បានលក់បាទវិធីសាស្ត្រខ្ញុំគឺក្រោមហ្នឹងគឺដើម្បីឆាប់បានលក់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់ជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នា